សូមអនុមោទនាថ្ងៃស្អែកថ្ងៃឧបោសថសិលប្រឹងប្រែងព្យាយាមសម្លឹងប្រឹងក្នុងធម៌អាព្យាយាមសិក្សាគ្រប់ពេលយប់ថ្ងៃព្យាយាមមិនដាក់ព្យាយាមថ្លាថ្លៃព្យាយាមល្អក្រៃប្រព្រឹត្តត្រឹមត្រូវព្យាយាមសាកសួរដល់លោកអ្នកប្រាជ្ញព្យាយាមអង្គអាចមិនរំលងផ្លូវព្យាយាមអង្គមគ្គដ៏ល្អពេកកៅព្យាយាមដើរទៅក្នុងព្រៃកិលេសព្យាយាមកាប់ឆ្កាក្នុងធัวម៉ោងសៅព្យាយាមទិសដៅស្វែងរកចំណេះព្យាយាមយ៉ាងនោះគឺមានតម្រេះព្យាយាមកិច្ចវេះពីត្រៃលោកាសេចក្តីព្យាយាមកណ្ដៀពំដីម្ដងប៉ុនអង្គព្យាយាមបន្តទាំងថ្ងៃទាំងយប់ទោះមានភ្លៀងផ្គរមិនដែលឈរឈប់យូរទៅនឹងគ្រប់ដំបូកយ៉ាងធំចាបធ្វើសម្បុកប្រើដោយចម្ពុះស្មៅស្លឹកឈើជ្រុះប្រមូលមកគុំបានជាសម្បុកយ៉ាងស្អាតមនោរម្យកើតជាត្រនំព្រោះតែព្យាយាមមើលចុះសត្វឃ្មុំស្វែងរកលំអងបានបន្តិចម្ដងមិនដែលនៅស្ងៀមយករសពីផ្កាស្រស់មិនក្រៀមបានពីព្យាយាមមានទឹកផ្អែមឯងការងារក្នុងលោកត្រូវមានវិរិយៈហើយត្រូវជឿជាក់គ្រប់ទីកន្លែងលំបាកយ៉ាងណាហួសពីការថ្លែងការងារនោះតែងពិតបានជោគជ័យតែត្រូវព្យាយាមការងារគ្មានទោសកុំឲ្យជាប់ឈ្មោះព្យាយាមឥតន័យបើព្យាយាមត្រូវគេថាមិនថ្មីចុះអ្នករាល់ថ្ងៃព្យាយាមឬទេព្យាយាមញញឹមណាកូនកូនមានម្ដាយពេលដែលកូនញញឹមពិភពលោកទាំងមូលគឺស្រស់ស្អាតណាស់តែពិភពលោកប្រែទៅជាខ្មៅងងឹតគ្មានពន្លឺរស្មីគឺនៅពេលដែលកូនធ្វើមុខក្រញើព្រោះហេតុដូច្នេះហើយតើម៉ែចង់ឲ្យកូនព្យាយាមញញឹមឲ្យបានច្រើនញញឹមដោយភាពជឿជាក់ញញឹមពេលកូនជោគជ័យហើយក៏ញញឹមពេលកូនបរាជ័យដែរគឺកូនញញឹមព្រមទទួលរឿងគ្រប់យ៉ាងព្រមទទួលស្គាល់ការពិតហើយជីវិតរបស់កូននឹងមានសម្រស់ដូចជាផ្កាបើសិនជាកូនញញឹមជានិច្ចទោះបីជាជួបបញ្ហាអ្វីនៅក្នុងជីវិតក៏ដោយក៏កូនត្រូវតែញញឹមគឺញញឹមដើម្បីលើកទឹកចិត្តខ្លួនឯងណាកូនកូនកុំចូលចិត្តធ្វើមុខក្រញើពេកហើយក៏កុំសូវខឹងច្រើនពេកព្រោះពេលកូនខឹងមុខរបស់កូនគឺអាក្រក់មើលណាស់ការខឹងច្រើននាំឲ្យកូនឆាប់ចាស់ណាកូនពេលដែលកូនញញឹមមុខរបស់កូនមើលទៅដូចជាទេពធីតាទេវបុត្រតែពេលដែលកូនខឹងកាលណាមុខរបស់កូនដូចជាព្រាយបិសាចអញ្ចឹងឯងម៉ែចង់ឲ្យកូនទៅឆ្លោះមើលកញ្ចក់ពេលដែលកូនខឹងម្ដងនោះកូននឹងឃើញថាមុខរបស់កូនគួរឲ្យខ្លាចប៉ុណ្ណាមនុស្សដែលពូកែខឹងពូកែងក់ងោគឺមិនគួរឲ្យស្រឡាញ់ទេណាកូនកូនអើយការញញឹមនេះជាឱសថព្យាបាលរោគសោកសៅរបស់អ្នកដទៃបានណាកូនអ្នកដែលកំពុងមានទុក្ខនៅពេលដែលឃើញកូនញញឹមដាក់គេអាចរសាយទុក្ខកង្វល់បានព្រោះតែស្នាមញញឹមដ៏ស្មោះត្រង់របស់កូនដូច្នេះសូមកូនញញឹមដាក់អ្នកដទៃដោយមេត្តាអាណិតនិងដោយការលើកទឹកចិត្តកុំញញឹមដោយបង្កប់ភាពពឹសពុលក្នុងចិត្តឲ្យសោះណាបើកូនញញឹមដាក់គេនឹងតបស្នងការញញឹមមកកូនវិញតែបើកូនខឹងដាក់គេនឹងតបស្នងការខឹងមកកូនវិញដូចគ្នាគេអាចវាយតម្លៃកូនបានថាកូនជាមនុស្សបែបណាតាមរយៈស្នាមញញឹមដ៏បរិសុទ្ធរបស់កូនសូមកូនញញឹមឲ្យបានច្រើនកូនកុំខឹងណាកូនព្យាយាមញញឹមឲ្យច្រើនណាកូនព្រោះការញញឹមគឺជាឱសថថែរក្សាសម្រស់របស់កូនឲ្យកាន់តែស្រស់ស្អាត